password វាគឺ root use login វា root ឃើញគេដាក់កន្លែង description ថា EVE default root password EVE password EVE អូខេយើង set up អត់នេះ thay off password root យើងបាច់ដែរ enter ចោលអូខេវាឲ្យដាក់នេះអត់អីនេះប្រើ DHCP ទៅយើងកុំបាច់ specify ច្រើននេះក៏មិនបាច់ដែរ direct connect អូខេយើងប្រើ direct connect ទៅយើងដោយសារយើងអត់មាន proxy អីត្រូវធ្វើទេអូខេយើងយូរដែរវីដេអូហើយទេយើងកាត់កង់អូខេអញ្ចឹងយើង login ម្ដងទៀត root EVE អូខេអញ្ចឹងយើងចូលបានហើយ rank របស់យើងគឺ 192.168.128 អូខេអញ្ចឹងយើងចូល Chrome យើងមកហើយយើងវាយដាក់192មែន192 admin ចំពោះ user sign in នៅលើ web browser ប្រើ admin admin EVE អូខេអញ្ចឹងនេះ lab ដែលយើង EVE យើងបាន create ហើយណា lab អូខេ save មកអូខេដោយសារ resolution អានេះវាត្រូវការ resolution ធំមកវាចេញអូខេអញ្ចឹង EVE គឺយើងអាចប្រើបានហើយអូខេអញ្ចឹងបើសិនមានចង្អល់អីចូលក្នុង group តាក់ទងមកខ្ញុំជួយ support អូខេអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងវីដេអូបន្ទាប់ខ្ញុំបង្ហាញពីការ import ដូចជា iMac ដូចជា Windows ដូចជា router Cisco អីចឹងទៅអូខេអរគុណច្រើនជួបគ្នាវីដេអូ